Consign backs troop adjustments in border disputes to prevent conflict. Consign backs troop adjustments in border disputes to prevent conflict. សម្ដេចតេជោហ៊ុនសែន back គាំទ្រស្មើនឹងពាក្យថា supports back ហ្នឹងគាំទ្រ adjustment ការកែតម្រូវ adjustment ការកែតម្រូវទ្រូបកងទ័ពសម្ដេចតេជោហ៊ុនសែនគាំទ្រការកែតម្រូវកងទ័ព in border disputes នៅក្នុងចំនួនតាមព្រំដែនតកតងទៅនឹងចំនួនតាមព្រំដែន disputes ចំនួន border ព្រំដែន to prevent ដើម្បីទប់ស្កាត់ prevent ទប់ស្កាត់ conflict ចំនួន prevent ទប់ស្កាត់ conflict ចំនួនសម្ដេចតេជោហ៊ុនសែនបានគាំទ្រឲ្យតកតងទៅនឹងការកែតម្រូវកងទ័ពនៅរឿងនៅក្នុងរឿងចំនួនតាមព្រំដែនដើម្បីទប់ស្កាត់នៅចំនួនផ្សេងភ្នំពេញ Senate President Hun Sen said on June 8 that repositioning military forces in disputed areas is essential to preventing armed conflict. Phnom Penh Senate President Hun Sen said on June 8 that repositioning military forces in disputed areas is essential to preventing armed conflict. ពីទីក្រុងភ្នំពេញ President ប្រធាន Senate President ប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍កាលពីថ្ងៃទី8មិថុនាថា repositioning ការរៀបចំទីតាំងឡើងវិញការរៀបចំទីតាំងឡើងវិញ position ទៅជា positioning repositioning ការរៀបចំទីតាំងកងទ័ពឡើងវិញ military កងទ័ព force កម្លាំងកងទ័ពឡើងវិញ in disputed areas នៅក្នុងតំបន់ដែលមានចំនួន disputed ដែលមានចំនួន area តំបន់ is essential to preventing មានសារៈសំខាន់ essential នេះមានប្រយោជន៍មានសារៈសំខាន់ to preventing ដើម្បីទប់ស្កាត់ conflict ចំនួន arm ប្រដាប់ដោយអាវុធចំនួនប្រដាប់ដោយអាវុធប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍កាលពីថ្ងៃទី8មិថុនាថាការកែសម្រួលទីតាំងកងទ័ពឡើងវិញនៅក្នុងតំបន់ដែលមានចំនួនមានសារៈសំខាន់ដើម្បីទប់ស្កាត់នៅចំនួនប្រដាប់អាវុធ The adjustment of military forces in the disputed areas as agreed upon by the heads of both countries' army to avoid large-scale clashes is necessary, Hun Sen wrote on his official Facebook page. The adjustment of military forces in the disputed areas as agreed upon by the heads of both countries' armies to avoid large-scale clashes is necessary, Hun Sen wrote on his official Facebook page សម្ដេចតេជោហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់គាត់ថា adjustment ការកែសម្រួលកម្លាំងយោធា military forces in the disputed areas នៅក្នុងតំបន់ដែលមានជម្លោះ as agreed upon by the heads of both countries' army ដោយដែលបានយល់ព្រមដោយប្រធាន head នេះប្រធានកងទ័ព army ប្រធាននៃកងទ័ពនៃប្រទេសទាំងពីរ to avoid large scale clashes ដើម្បីជៀសវាងនៅការប៉ះទង្គិច avoid ជៀសវាង clashes ការប៉ះទង្គិច large scale ដែលមានទំហំធំ unnecessary គឺវាមានលក្ខណៈចាំបាច់សម្ដេចតេជោហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់លោកថាការកែសម្រួលកងកម្លាំងយោធានៅក្នុងតំបន់ដែលមានជម្លោះដោយដែលបានយល់ព្រមដោយប្រធាននៃកងទ័ពនៃប្រទេសទាំងពីរដើម្បីជៀសវាងនៃការប៉ះទង្គិចជាលក្ខណៈទ្រង់ទ្រាយធំគឺមានលក្ខណៈចាំបាច់ណាស់
His statement came shortly after the Cambodian Ministry of National Defense issued a statement announcing that both militaries had agreed to reposition their troops to reduce tensions along the border. His statement came shortly after the Cambodian Ministry of National Defense issued a statement announcing that both militaries had agreed to reposition their troops to reduce tension along the border. សេចក្តីថ្លែងការណ៍ statement សេចក្តីថ្លែងការណ៍របស់លោករបស់សម្ដេច came out shortly ចេញភ្លាម shortly ចេញភ្លាម after the Cambodian Ministry of National Defense បន្ទាប់ពីក្រសួងការពារជាតិ Ministry of National Defense ក្រសួងការពារជាតិកម្ពុជា issue a statement បានចេញសេចក្តីថ្លែងការណ៍ issue នេះចេញ a statement សេចក្តីថ្លែងការណ៍ announcing that ដោយប្រកាសថា announcing that ដោយប្រកាសថា both militaries កងទ័ពទាំងពីរ had agreed to reposition their troops បានយល់ព្រម reposition their troops យល់ព្រមនៅទីតាំងឡើងវិញកងកម្លាំងរបស់ខ្លួនយល់ព្រមកែសម្រួលទីតាំងរបស់ទាហានខ្លួនយ៉ាងឡើងវិញ to reduce ដើម្បីកាត់បន្ថយ reduce កាត់បន្ថយ tension ភាពតានតឹង along the border នៅតាមបណ្ដោយព្រំដែនសេចក្តីថ្លែងការណ៍របស់គាត់បានកើតឡើងភ្លាមបន្ទាប់ពីក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថាកងទ័ពនៃប្រទេសទាំងពីរបានយល់ព្រមកែសម្រួលទីតាំងទាហានរបស់ខ្លួនឡើងវិញដើម្បីកាត់បន្ថយនូវភាពតានតឹងនៅតាមបណ្ដោយព្រំដែន